បាទថ្ងៃនេះយើងមកស្រោចទឹកកូនជ័យទៀតហើយបាទនេះបងប្អូនកូនជ័យខ្ញុំទើបតែចេញម្ដុលថ្មីបងប្អូនបាទប្រូយើងដាំនោះងាប់បាត់ហើយអត់បានស្រោចទឹក2សប្តាហ៍ងាប់ឯងបាទហើយងាប់ប៉ុន្តែវាមានកូនបងប្អូនចេញកូនមកថ្មីទាំងអស់បាទព្រោះយើងខានស្រោចទឹក2អាទិត្យហើយរយៈមុនយើងស្រោចរហូតអញ្ចឹងវាធ្វើមានកូនណាបងប្អូនយើងមិនទុកចោលទេហើយឥឡូវយើងធ្វើការស្រោចថ្មីនេះយើងត្រឹងធ្វើស្រោចវាដើម្បីឲ្យវារស់ខ្ញុំដាំខែប្រាំងបងប្អូនខែចុងភ្លៀងហើយដល់ពេលអញ្ចឹងទៅយើងពិបាកក្នុងការថែទាំដោយសារយើងខ្វះទឹកអញ្ចឹងហើយយើងគួរតែជៀសវាងបងប្អូនបើសិនជាអត់មានទឹកទេយើងត្រូវដាំទឹកខែយើងដាំវាក្នុងខែផ្សាអត់ត្រូវហត់បងប្អូនជ័យយើងដាក់ចោលក៏រស់ដែរបងប្អូនអញ្ចឹងយើងខែផ្សាយើងស្រុកដាំមកហើយទៅកុំឲ្យខាតពេលវេលាហើយយើងលើកដីវាឲ្យខ្ពស់អាហ្នឹងគឺដឹងរស់ឲ្យបងប្អូនកុំឲ្យលំទឹកទេបងប្អូនខែផ្សាក៏លំទឹកដែរលំទឹកក៏ងាប់ដែរជ័យងាប់លឿនណាស់បាទនេះវិធីសាស្ត្រដែលខ្ញុំបានឆ្លងកាត់កន្លងមកបងប្អូនសាកមើលទៅបានផលឬបានផលបងប្អូនដាំខែប្លង់យើងមានទឹកគ្រប់គ្រាន់យើងនៅចំការជាប់អូខេបងប្អូនយើងដាំពេលណាបានណានឹងអត់ខាត់ពេលវេលាណាប៉ុន្តែបើយើងមិនសូវបានមើលថែទាំយើងគួរតែដាំក្នុងខែវស្សាខែភ្លៀងហើយយើងលើកគល់វាហើយតែលើកកម្ពស់កុំឲ្យដក់ទឹកហើយដីលិចទឹកក៏ខ្ញុំសូមណែនាំមិនបាច់ដាំទេបងប្អូនដីលិចទឹកដីលិចទឹកទៅយើងលើកឲ្យខ្ពស់បើមិនចឹងទេលំទឹកងាប់ដដែលទេបងប្អូនជឿខ្ញុំទៅនាំខាតពេលវេលាប៉ុន្តែវាស្រួលម្យ៉ាងវាពិបាកម្យ៉ាងដោយសារជ័យអត់ពិបាកថែដតចោលក៏រស់ដែរឲ្យតែដាំត្រូវក្បួនត្រូវຂະណាតរបស់វាបងប្អូនឲ្យតែយើងយល់ស្វែងយល់ពីវាច្បាស់គឺងាយស្រួលក្នុងការដាំមិនពិបាករឿងជីរឿងអីទេជីក៏យើងមិនសូវចុះដោយដំណាំផ្សេងទេបងប្អូនដូចដំណាំផ្សេង